52 cosmetologists and manicurists should not work on patron cosmetologist ហ្នឹងបានន័យថាអ្នកកាន់ license cosmetology license cosmetology ហ្នឹងគេរៀន 1500 ម៉ោងណាcosmetology ហ្នឹងអ្នកកាន់ license ហ្នឹងគេធ្វើសក់ក៏បានធ្វើមុខក៏បានធ្វើចើមក៏បានដែរធ្វើកញ្ចក់ក៏បានដែរធ្វើបានទាំងអស់តែcosmetology ហើយមួយ manicurist អ្នកកាន់ license ពីរហ្នឹងឲ្យជាងកញ្ចក់ហ្នឹង should not work on patron មិនគួរធ្វើផ្ដល់សេវាកម្មទៅដល់ភ្ញៀវអីគេshould not work មួយថាមិនត្រូវផ្ដល់សេវាកម្ម patron ហ្នឹងដឹងអីភ្ញៀវរៀនលើកទី1380លានដងហើយអញ្ចឹងនៅពេលមិនគួរធ្វើដល់សេវាកម្មឲ្យភ្ញៀវបែបណាទី1 if they are healthy បើសិនជាគាត់សុខភាពល្អទី2 if they have common cold បើថាបើសិនជាគាត់ដាស់សាយក្រៅខ្លួនអញ្ចឹងណាif they have polish on their nail បើសិនជាពួកគាត់មានពណ៌ស្រាប់នៅលើដៃ if they want nail art បើសិនជាពួកគាត់ចង់បានdesign អញ្ចឹងចម្លើយត្រឹមត្រូវគឺទី2លើកគោកបើសិនជាគាត់ឈឺអញ្ចឹងណាអញ្ចឹងខ្លាច់ឆ្លងខ្លាច់អីកាំងខ្លាច់ឆ្លងណាអីក៏ដោយអីតិចហ្នឹងគឺត្រូវការពារជាដាច់ខាតដើម្បីកូនក្មេងទៅរៀននៅសាលាអញ្ចឹងកូនទូចហ្នឹងទី1ទី2ហ្នឹងតើឈឺមិនស្រួលគ្រូដេញឲ្យមកទេហ่ะគេឲ្យខ្លាច់ឆ្លងហ្នឹងឯងទី53អានេះវល់ទៅមេរៀនចាស់មេរៀនចម្លងការពារការចម្លងឡើងវិញតឹងចាំអត់ទេយូរដែរហើយ disease ជាជំងឺ caused by bacteria បណ្ដាលមកពីបាក់តេរីបាក់ចេះក៏បានដែរចេះក៏ឃើញពាក្យ bacteria នេះគឺ bacteria ហើយវា transmit ហ្នឹងគឺអីគេ transmit បានថាស្មើយើងសម័យលើពាក្យ transfer បានថាចម្លងពីមួយទៅមួយតាមរយៈ by coughing ក្អក sneezing ផ្ដាសាយអញ្ចឹងគឺបាក់តេរីដែលវាច្រឡងពីមួយទៅមួយតាមរយៈក្អកហើយផ្ដាសាយ is known as ហ្នឹងតែពាក្យដែលគេនិយមប្រើបានថាត្រូវបានគេស្គាល់ថាជាអីគេទី1យ៉ាទី1ហ្នឹងប្រភេទថ្លើម B ហ្នឹង hepatitis B ហ្នឹងប្រភេទថ្លើម B ថ្លើមឆ្លងតាមក្អកហើយផ្ដាសាយដែរជំងឺអីគេឆ្លងតាមក្អកហើយផ្ដាសាយទី2ទី3យ៉ាទី3 tuberculosis ជំងឺអីគេហ្នឹងជំងឺស្អីគេឈប់តួតជំងឺគេក្អកខ្លាំងក្អកអ្នកខ្លះកើតជំងឺហ្នឹងតស្លាប់ក្អកខ្លាំងពេកចាស់គេហៅរបេងយ៉ាtuberculosis ជំងឺរបេងហើយចុះ mycobacterium នេះផ្លេចនៅអីគេហ្នឹង mycobacterium ណានេះទី4នេះអាហ្នឹង micro អាហ្នឹងឈប់mycobacteria ហ្នឹងគឺអាហ្នឹងជំងឺក្នុងប្រព័ន្ធយោទឹកហ្នឹងហើយព្រោះខ្ញុំមិនតន់និយាយឲ្យប្រញាប់ណា tap water ពាក្យកលឹះវាគឺ tap water បើមេរោគហ្នឹងវានៅក្នុងពងទយោទឹកឆ្លងតាមពងទយោទឹកចូលទៅកធុនជើងធ្វើជើងយើងហ្នឹងមេរោគហ្នឹង mycobacterium អូខេចម្លើយត្រឹមត្រូវគឺ tuberculosis ជំងឺរបេងឆ្លងតាមពាក្យសម្ងាត់ transmit by coughing and sneezing ក្អកហើយផ្ដាសាយ54 which of the following is not a sign of inflammation តើ which of the following នេះបានន័យថាម៉េចអាសាជួបក្នុងការធ្វើតេស្តខាងក្រោមនេះមួយណាជាអីគេ is not a sign of inflammation មិនមែន is not ប្រយ័ត្នសំណួរបែបហ្នឹងជាសំណួរប្រច្រាស់បែរថាតើខាងក្រោមនេះមួយណាមិនមែនជាសញ្ញា inflammation ដឹងអីគេដូចហើមដូចខ្ទុះដូចអីស្អីហ្នឹងក្រហមចុកចាប់អីហ្នឹងគេហៅ inflammation អីអញ្ចឹងក្នុងហ្នឹងបានន័យថាមានមួយដែលវាមិនមែនជាសញ្ញារោគសញ្ញានៃ inflammation swelling ហើមនឹងរោគសញ្ញា inflammation ហ្នឹងឈប់
អូផុសណូផុសហ៎ phở ហ្នឹងខ្ទុះខ្ទុះក៏ inflammation ដែរ ហើយ itchy ចំណែកត្រឹមត្រូវគឺ itching itching បកប្រែថារមាស់ អូអាហ្នឹងអត់ស្គាល់ពាក្យរមាស់គឺចាប់ដោយនឹងខ្ញុំចុចបានចាំ itching រមាស់ចឹង អា រ ហ្នឹង មាស់មិនមែនជា inflammation ទេ inflammation swelling redness pus ហ្នឹងជា inflammation redness ឡើងក្រហម swelling ហើម redness ឡើងក្រហម pus ហ្នឹងខ្ទុះព្រោះដល់យើងសួរគេសួរត្រង់យើងចាំអញ្ចឹងឥឡូវគេសួរបញ្ជាយើងត្រូវចេះពាក្យនេះរមាស់អញ្ចឹងរមាស់មិនមែនជាsign នេះសញ្ញា not a sign មិនមែនជាសញ្ញានៃ inflammation ទេ នឹងសួរអញ្ចឹងបានអញ្ចឹងខ្ញុំចង់ឈួរ ទី55 Where should clean metal implements used for nail care be stored clean implement បានន័យថាម៉េចឧបករណ៍ដែលស្អាតហើយ store នេះបានន័យថាម៉េចយើងទុកដាក់នៅតាណាអញ្ចឹងណាអញ្ចឹងបានន័យថាគេសួរថា where នៅណាបានន័យថាតើអាឧបករណ៍ដែលយើងស្អាតហើយហ្នឹងណាលាងស្អាតហើយហ្នឹងណា clean implement នេះរៀនហើយ implement ឧបករណ៍ដែលស្អាតហើយហ្នឹងណា where ទុកតាណា store ហ្នឹងទុកតាណាអញ្ចឹងរើសមួយណាទី1យ៉ាចម្លើយទៅគឺទី2អញ្ចឹងមិនមានអីច្រើនទេពាក្យគ្រឹះវាគ្រាន់តែ where clean implement ហើយជាមួយ store ទុកតាណាអញ្ចឹងទី2នេះបានន័យថា in a clean covered place label disinfected អានេះជាពាក្យវាពេញទាំងអស់ហ្មងអាហ្នឹងបានន័យថាគឺ covered place ហ្នឹងកន្លែងដែលមានបិទចិត្ត ហ្នឹងហើយកន្លែងបិទចិត្តពាក្យវាប៉ុណ្នេះច្រឡំគូសទាំងអស់មិញបានន័យថាកន្លែងដែលបិទចិត្តហើយវាស្អាតហើយ label ហ្នឹងបានន័យថាដែលវាត្រូវបានបិទសញ្ញាថាម៉េច disinfected បានន័យថារបស់ហ្នឹងគឺវាបានត្រូវសម្រាប់មេរោគរួចហើយអញ្ចឹងណាអញ្ចឹងគេត្រូវមានបិទផ្លាកប្រអប់ហ្នឹងមួយថាប្រអប់ហ្នឹងសម្រាប់ទុករបស់ស្អាតអញ្ចឹងនៅលើប្រអប់ហ្នឹងយើងត្រូវទៅសេបិទផ្លាកថា disinfected សំបីតែកញ្ឆែងខ្ញុំធ្វើសកម្មសប្ងៃហ្នឹងកញ្ឆែងដែលខ្ញុំដាក់កន្ត្រៃស្អាតហ្នឹងខ្ញុំក៏បិទផ្លាកហ្នឹងដែរ disinfected វាអត់មានអីហត់អីត្រូវបិទផ្លាកប៉ុណ្ណឹងហត់ទេព្រោះ